បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺយើងមកមើលលំហាត់មួយពាក់ព័ន្ធជាមួយលំហាត់រម៉ាំងទី3បាទមាន11បន្ទុកបាទអញ្ចឹងគេសន្មតថាកូនបាល់2ធ្វើចលនាដោយគ្មានកកាត់នៅលើកម្រាល1ក៏កូនបាល់ A ផ្លាស់ទីដោយល្បឿន15ម៉ែត្រក្នុងវិនាទីទៅឆ្វេងឯកូនបាល់ B ផ្លាស់ទីទៅស្ដាំដោយល្បឿន25ម៉ែត្រក្នុងវិនាទីកូនបាល់ទាំងពីរមានម៉ាស់ស្មើគ្នាក្រោយទង្គិចកូនបាល់ទាំងពីរនៅជាប់គ្នាគណនាល្បឿនកូនបាល់ទាំងពីរក្រោយទង្គិចខបើកូនបាល់ទាំងពីរទង្គិចគ្នាតាមទិសបាទដូចរូបខាងឆ្វេងហ្នឹងហើយក្រោយទង្គិចកូនបាល់ទាំងពីរនៅជាប់គ្នាគណនាល្បឿនកូនបាល់ទាំងពីរក្រោយទង្គិចមុនទង្គិចកូនបាល់ទាំងពីរមានល្បឿនដូចគ្នាបាទហើយមុំរបស់វាគឺមុនទង្គិចហ្នឹងគឺ45ដឺក្រេបាទអញ្ចឹងយើងមើលដំណោះស្រាយបាទអញ្ចឹងគណនាកូនបាល់ទាំងពីរបាទក្រោយពេលទង្គិចបាទអញ្ចឹងយើងប្រើតាមបរិមាណចលនាមកចាញ់ហើយបាទអញ្ចឹងបរិមាណចលនាមុនទង្គិចស្មើបរិមាណចលនាក្រោយទង្គិចអញ្ចឹងត្រង់កន្លែងនេះគឺបាទត្រង់កន្លែងនេះបាទត្រង់កន្លែងនេះដែរគឺបាល់របស់យើងវាមុនទង្គិចវាមានបរិមាណចលនា PE ក្រោយទង្គិចវាមានបរិមាណចលនា PS បាទដែល PS របស់យើងគឺវាស្មើ MVS ប៉ុន្តែវាជាប់គ្នាល្បឿនរបស់វាតែមួយទេបាទអញ្ចឹងយើងទាញបានជួសចូលមកយើងហើវេគឺទាញតាមនឹងមកបាទទាញតាមនឹងមកគឺចាញ់ហើយនេះបាទអញ្ចឹង MA និង MB ដូចគ្នាទេអញ្ចឹងយើងអាចសម្រួលបានហើយ VA និង VB បាទទិសរបស់វាគឺយើងយកតាមទិស A វិជ្ជមានអញ្ចឹង VB អវិជ្ជមានអញ្ចឹងឃើញដកបានអញ្ចឹងមានន័យថាក្រោយទង្គិចកូនបាល់ទាំងពីរទៅជាប់គ្នាហើយទិសដៅទៅតាមកូនបាល់ទៅកូនបាល់ B បាទអញ្ចឹងគណនាល្បឿនក្រោយពេលទង្គិចបាទអញ្ចឹងល្បឿនរបស់បាល់ក្រោយពេលទង្គិចអញ្ចឹងយើងមើលកម្ពូលសងរបស់វាមុនទង្គិចនិងក្រោយពេលទង្គិចបាទអញ្ចឹងមុនទង្គិចបរិមាណចលនារបស់វាតាមវាមាន PA និង PB ទៅពេលក្រោយទង្គិចវាមាន MA បូក B វេប៉ុន្តែវាសិក្សាតាម2អានេះ MA x បាទ VA x អានេះ VB x ដែរពេលអានេះ V កុសបាទវាជាប់កុសអញ្ចឹងយើងជំនួសវាចូលមក MA និង MB ស្មើគ្នាទេបាទអញ្ចឹងយើងអាចធ្វើការសម្រួលឬក៏អីចិត្តយើងអត់អីទេត្រង់កន្លែងហ្នឹងណាបាទអញ្ចឹងយើងទាញបានលក្ខខណ្ឌមួយបាទហើយទៅតាម AOY យើងទាញបានលក្ខខណ្ឌមួយទៀតបាទហើយយើងយកសមីការទាំងពីរហ្នឹងបូកចូលគ្នាឲ្យលើកវាជាការ៉េមកហើយរកល្បឿនរបស់វាក្រោយពេលទង្គិចបានយើងចង់ធ្វើតាមរបៀបហ្នឹងក៏បានរបៀបទៀតក៏បានរបៀបហ្នឹងគឺវាមកហ្នឹងគឺយើងស្រួលបាទដោយសារតែយើងដឹងថាតំណែងនេះមួយកុសការ៉េ phi បូក sin ការ៉េ phi គឺស្មើ1បាទអញ្ចឹងយើងហៅល្បឿនរបស់វាក្រោយពេលទង្គិចឃើញហ្នឹងបាទ